សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះដែរយើងមកបន្តសាច់រឿងម្លងត្រាធិរាជទាំងអស់គ្នាហើយចំពោះសាច់រឿងនៅក្នុងភាគនេះវិញគឺជាភាគមួយដែលឡងហៅឈិនក៏ដូចជាសមាជិករបស់គាត់គឺទៅធ្វើតេស្តសាកល្បងដើម្បីទទួលបាននៅត្រាអធិរាជរៀងៗខ្លួនហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងនៅក្នុងភាគនេះនឹងទៅជាយ៉ាងណាសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះគឺបានចាប់ផ្ដើមឡើងដែលស្ថិតនៅក្នុងសម្ព័ន្ធអ្នកចម្បាំងតបសាសហើយភ្លាមនឹងដែរយើងក៏បានឃើញផងដែរថាមាននារីម្នាក់គាត់ក៏បាននិយាយផងដែរថាគាត់ខានបានឃើញទេសភាពនាពេលព្រឹកព្រលឹមបែបនេះអស់រយៈពេលជាយូរមកហើយប៉ុន្តែយើងក៏លេចមកមើលឡងហៅឆាន់វិញបន្ទាប់ពីគាត់ភ្ញាក់ពីដំណេកមកគាត់ក៏បាននិយាយផងដែរថាតើគាត់ស្ដាប់បាត់ហើយមែនដែរឬទេពីព្រោះថានៅពេលដែលគាត់បើកភ្នែកមកហ្នឹងគឺមាននៅថាមពលពន្លឺដ៏បរិសុទ្ធបានចែងចាំងមកពេញបរិវេណដែលគាត់រស់នៅដូច្នេះហើយក៏ធ្វើឲ្យគាត់នឹកស្មានថាគាត់គឺបានស្លាប់បាត់ទៅហើយប៉ុន្តែរឿងមួយដែលនឹកស្មានម្ដងនោះគឺទាំងកម្លាំងធម្មពលរបស់គាត់ក៏ដូចជាដែនធម្មពលរបស់គាត់គឺវាបានឈានទៅដល់ដំណាក់កាលកំពូលនៃកម្រិតទី9ដំណាក់កាលទី3បាត់ទៅហើយបន្ទាប់មកសាច់រឿងរបស់យើងក៏បានកាត់ទៅដល់សម្ព័ន្ធនៃចម្បាំងទ័ពសេះវិញដែលភ្លាមនោះដែរឡុងស៊ីញីគាត់ក៏បានប្រកាសប្រាប់ទៅកាន់មនុស្សគ្រប់គ្នាផងដែរថានៅពេលនេះគឺសម្ព័ន្ធរបស់គេមានព្រឹត្តិការណ៍ដ៏ធំមួយហើយសម្រាប់ព្រឹត្តិការណ៍នោះគឺជាការធ្វើតេស្តនៅបល្ល័ង្កត្រាអធិរាជចំនួន4ទៀតដែលនៅសេសសល់ប៉ុន្តែអធិស្ឋានផងអ្នកទាំងអស់គ្នាដោយសារតែបល្ល័ង្កត្រាអធិរាជនៅសល់ចំនួន4ប៉ុន្តែបេក្ខជនដែលមកធ្វើតេស្តនេះមានតែ3នាក់មានតែឡុងហៅឈិនយ៉ាងហ្វាងហើយនឹងហានអីចំណែកឯយ៉ាងវិញចៅវិញខ្ញុំក៏ដឹងថាមូលហេតុអីបានជាគាត់អត់មកធ្វើតេស្តនៅក្នុងថ្ងៃនេះនោះទេហើយឡុងស៊ីងអ៊ីគាត់ក៏បានប្រកាសបន្តទៀតផងដែរថាក្នុងពេលនេះគឺពួកគេអាចរៀនបានទាំងអស់ក្នុងរយៈពេលតែមួយប៉ុន្តែទាំងគ្រោះថ្នាក់ក៏ដូចជាសមិទ្ធផលផ្សេងៗក៏ពួកគេអាចមាននៅក្នុងពេលតែមួយដូចគ្នាដូច្នេះហើយគាត់ក៏បានសួរបញ្ជាក់ទៅកាន់អ្នកទាំង3ផងដែរថាតើពេលនេះពួកគេបានត្រៀមខ្លួនរួចហើយឬនៅហើយបន្ទាប់ពីឡុងសេងអ៊ីគាត់បានសួរទៅកាន់អ្នកទាំង3ហើយគាត់ក៏បាននាំអ្នកទាំង3ចូលទៅខាងក្នុងនៃប្រាសាទប្រមាញ់បិសាចមួយនេះហើយយើងក៏បានឃើញផងដែរថានៅចំចំណុចកណ្ដាលនៃប្រាសាទមួយនេះគឺមានបល្ល័ង្កត្រាអធិរាជចំនួន6ប៉ុន្តែក្នុងចំណោមទាំង6នោះគឺមានមួយមានធំជាងគេហើយសូម្បីតែអានុភាពក៏ដូចជាយុទ្ធសាស្ត្ររបស់វាក៏វាមានភាពខ្លាំងក្លាជាងគេផងដែររីឯបល្ល័ង្កត្រាអធិរាជចំនួន5ផ្សេងទៀតអានុភាពក៏ដូចជាការការពាររបស់វាគឺវាមានភាពប្រហាក់ប្រហែលក៏ដូចជាស្រដៀងគ្នានោះដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមអត់និយាយលម្អិតអំពីបល្ល័ង្កត្រាអធិរាជនីមួយៗនោះទេដោយខ្ញុំនឹងនិយាយតាមសាច់រឿងរបស់គេសិនហើយបើសិនបើខ្ញុំមានឱកាសខ្ញុំនឹងនិយាយលម្អិតតាក់ទងទៅនឹងបល្ល័ង្កត្រាអធិរាជនីមួយៗផ្សេងៗគ្នាឥឡូវយើងកាត់ចូលមកកាន់សាច់រឿងរបស់យើងវិញអ្នកទាំងអស់គ្នាបន្ទាប់ពីឡុងហៅចិនគាត់បានចូលមកដល់ខាងក្នុងប្រាសាទមួយនេះហើយក៏បានធ្វើឲ្យគាត់មានអារម្មណ៍ថាបល្ល័ង្កត្រាអធិរាជដែលធំជាងគេនោះធម្មពលរបស់វាគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងធម្មពលខ្មៅដែលគាត់ធ្លាប់បានជួបកាលពីគាត់នៅក្មេងហើយចំពោះធម្មពលខ្មៅដែលឡុងហៅចិនធ្លាប់ជួបកាលពីគាត់នៅក្មេងហ្នឹងគឺនៅពេលដែលគាត់ដាស់ឡើងនៅធម្មពលព្រលឹងដំបូងដែលកម្លាំងធម្មពលព្រលឹងរបស់គាត់ហ្នឹងឡើងដល់97ហើយឡុងស៊ីងអ៊ីគាត់បានបិទហ្នឹងអាធម្មពលខ្មៅហ្នឹងវាគាត់មានអារម្មណ៍ថាវាមានលក្ខណៈស្រដៀងគ្នាទៅនឹងបល្ល័ង្កត្រាអធិរាជមួយនេះដូច្នេះគ្រាន់តែគាត់ចូលមកដល់ហើយគាត់មានអារម្មណ៍ថាបល្ល័ង្កត្រាអធិរាជមួយនេះគឺមានភាពតាក់ទាញក៏ដូចជាតាក់ទាញនៅចំណាប់អារម្មណ៍របស់គាត់ខ្លាំងមែនទែនខណៈពេលដែលអ្នកទាំង3បានស្ថិតនៅចំពីមុខនៃបល្ល័ង្កត្រាអធិរាជចំនួន6នោះភ្លាមនឹងដែរយើងក៏បានឃើញថាឡុងស៊ីគឺគាត់ស្ថិតនៅផ្នែកម្ខាងនៃប្រាសាទមួយនោះដែលគាត់ចាំអង្កេតមើលក៏ដូចជាចាំមើលនៅស្ថានភាពរបស់ពួកគេពីព្រោះថាគាត់គឺបានយល់ច្បាស់អំពីបទពិសោធន៍មួយនេះហើយចំពោះអ្នកចម្បាំងតបសេះរូបណាដែលបានមកដល់ទីនេះគឺត្រូវបានតាក់ទាញទៅដោយបល្ល័ង្កត្រាអធិរាជទាំងអស់នេះពីព្រោះថាបល្ល័ង្កត្រាអធិរាជទាំងអស់នេះគឺនឹងធ្វើការសាកល្បងក៏ដូចជាចង់បាននៅពួកគេទាំងអស់គ្នាធ្វើជាម្ចាស់លើសពីនេះទៅទៀតចំពោះបល្ល័ង្កត្រាអធិរាជមួយណាដែលតាក់ទាញពួកគេមុននោះនឹងធ្វើឲ្យពួកគេគឺចង់កាន់កាប់នៅបល្ល័ង្កត្រាអធិរាជមួយនោះហើយនៅពេលដែលបល្ល័ង្កត្រាអធិរាជកំពុងតែធ្វើការតាក់ទាញទៅកាន់អ្នកទាំង3ក៏បានធ្វើឲ្យពួកគេទាំង3នាក់គឺពិបាកក្នុងការសម្រេចចិត្តថាតើនឹងត្រូវធ្វើការសាកល្បងនៅបល្ល័ង្កត្រាអធិរាជមួយណាដើម្បីយកមកកាន់កាប់តបខ្លួនហើយដោយគេស្ថិតនៅក្នុងស្ថានភាពបែបនេះអស់ប្រហែលជាប្រហែលជាងកន្លះម៉ោងក៏បានធ្វើឲ្យព្រឹទ្ធាចារ្យឡុងស៊ីអ៊ីគាត់ក៏បាននិយាយផងដែរថានៅពេលនេះស្ថានភាពរបស់អ្នកទាំង3គឺស្ថិតនៅក្នុងស្ថានភាពតែមួយដែលពួកគេទាំង3នាក់គឺមើលទៅហាក់បីដូចជាគ្មានជីវិតនោះទេពីព្រោះថាព្រលឹងរបស់គេគឺត្រូវបានតាក់ទាញទៅដោយបល្ល័ង្កត្រាអធិរាជទាំងអស់នោះដូច្នេះហើយក៏បានធ្វើឲ្យពួកគេមានភាពសប្បាយចិត្តនៅក្នុងការសម្រេចចិត្តជ្រើសរើសនៅបល្ល័ង្កត្រាអធិរាជប៉ុន្តែគ្រាន់តែគាត់និយាយមិនទាន់ចប់ផងភ្លាមនោះដែរបល្ល័ង្កត្រាអធិរាជចំនួន1ក៏បានធ្វើការសាកល្បងទៅកាន់ឡុងហៅចិនហើយចំពោះបល្ល័ង្កត្រាអធិរាជនោះផងដែរគឺមានឈ្មោះថា Internal Creation ប៉ុន្តែខ្ញុំអត់ដឹងថាវាមានសមត្ថភាពអីទេអ្នកទាំងអស់គ្នាចាំខ្ញុំនឹងចេញនៅក្នុងវីដេអូក្រោយដែលតាក់ទងជាមួយនឹងបល្ល័ង្កត្រាអធិរាជចំនួន6ទាំងអស់នេះហ
ហើយគាត់ក៏មានការភ្ញាក់ផ្អើលផងដែរពីព្រោះថាបលាំងត្រានៃការបង្កើតមួយនេះគឺវាបានលងលោកក៏ដូចជាស្ថិតនៅក្នុងភាពខ្មៅងងឹតអស់រយៈពេលជាយូរមកហើយចំពោះបលាំងត្រាធិរាជមួយនេះផងដែរគឺពុំធ្លាប់មាននរណាម្នាក់ដែលអាចធ្វើជាម្ចាស់របស់វាបាននោះទេរីឯឡុងហៅឈិនវិញគឺជាមនុស្សទី6ហើយដែលត្រូវបានវាតាក់ទាញចំណែកឯមនុស្ស5នាក់ផ្សេងទៀតគឺត្រូវបានបរាជ័យនៅក្នុងការសាកល្បងវាទាំងអស់ដូច្នេះហើយក៏បានធ្វើឲ្យគាត់មានកូនចិត្តមួយសួរទៅកាន់ឡុងហៅឈិនផងដែរថាតើឡុងហៅឈិនអាចទទួលបាននូវជោគជ័យនៅក្នុងការសាកល្បងនៃបលាំងត្រានៃការបង្កើតនេះដែរឬទេហើយបន្ទាប់ពីបលាំងត្រានៃការបង្កើតនេះវាបានធ្វើការសាកល្បងទៅកាន់ឡុងហៅឈិនភ្លាមនឹងដែរវាក៏បានបញ្ចេញនៅពន្លឺពណ៌មាសចេញពីបលាំងត្រាមួយនេះហើយថាមពលទាំងអស់នេះវាក៏បានធ្វើការផ្សារភ្ជាប់ជាមួយនឹងប្រលឹងរបស់ឡុងហៅឈិនផងដែរដោយគាត់ក៏មានអារម្មណ៍ផងដែរថាថាមពលទាំងអស់នេះវាគឺបានផ្សារភ្ជាប់ក៏ដូចជាជ្រាបចូលទៅកាន់ផ្នែកខាងក្នុងនៃបេះដូងរបស់គាត់ហើយវាក៏ថែមទាំងបានស្រែកហៅនៅឈ្មោះរបស់គាត់ផងដែរហើយខណៈពេលនោះផងដែរក៏មានពន្លឺពណ៌មាសបានបាញ់ចេញពីបលាំងត្រាធិរាជផ្សេងទៀតដែលបលាំងត្រាធិរាជមួយនោះគឺមានឈ្មោះថាបលាំងត្រានៃភាពភ័យខ្លាចនិងភាពសោកសៅហើយប្រហែលជាមួយសន្ទុះក្រោយមកថាមពលទាំងអស់នេះវាក៏បានធ្វើការរួមបញ្ចូលជាមួយនឹងរាងកាយរបស់ហានអ៊ីដែលនេះក៏បានបង្ហាញឲ្យឃើញផងដែរថាបលាំងត្រានៃភាពសោកសៅនិងភាពភ័យខ្លាចគឺបានធ្វើការសាកល្បងទៅកាន់ហានអ៊ីហើយគណៈពេលដែលហានអ៊ីកំពុងតែធ្វើការសាកល្បងក៏ដូចជាស្រូបយកនៅថាមពលពីបលាំងត្រាមួយនោះមួយសន្ទុះក្រោយមកក៏មានពន្លឺពណ៌មាសគឺបានបាញ់ចេញពីបលាំងត្រាធិរាជផ្សេងទៀតដែលបលាំងត្រាមួយនោះផងដែរគឺមានឈ្មោះថាបលាំងត្រានៃស្មារតីនិងថាមពលវិញ្ញាណពីព្រោះថាវាគឺបានធ្វើការសាកល្បងទៅកាន់ចាងហ្វាងហ្វាងដើម្បីឲ្យចាងហ្វាងហ្វាងគឺសាកល្បងនៅថាមពលរបស់វាហើយប្រសិនបើចាងហ្វាងហ្វាងមានសមត្ថភាពគ្រប់គ្រាន់នោះវានឹងយកចាងហ្វាងហ្វាងធ្វើជាម្ចាស់របស់វាដោយគ្រាន់តែឃើញដូច្នេះឡុងស៊ិងអ៊ីគាត់ក៏បាននិយាយផងដែរថានេះគឺពិតជាលឿនពេកហើយដែលពួកគេទាំង3នាក់ត្រូវបានសាកល្បងដោយបលាំងត្រាធិរាជផ្សេងគ្នាដោយបលាំងត្រាធិរាជទាំងអស់នោះគឺសុទ្ធតែបលាំងត្រាធិរាជដែលមានថាមពលខ្ពស់ហើយគណៈពេលនេះផងដែរវាគឺជាពេលសំខាន់ដែលបលាំងត្រាធិរាជជាមួយនឹងមនុស្សគឺធ្វើការរួមបញ្ចូលនៅកម្លាំងគ្នាដោយគាត់ក៏បានបន្តទៀតផងដែរថានៅពេលនេះហានអ៊ីជាមួយនឹងចាងហ្វាងហ្វាងគឺបានធ្វើការស្វែងយល់ជាមួយនឹងបលាំងត្រាធិរាជរួចរាល់ហើយប៉ុន្តែហេតុអ្វីបានជាឡុងហៅឈិនគឺគេនៅតែមិនទាន់បានធ្វើការស្វែងយល់នៅបលាំងត្រាធិរាជរួចរាល់ទៀតពីព្រោះថានៅពេលដែលគាត់ឃើញដូច្នេះគឺគាត់ពិតជាមានការបារម្ភទៅកាន់ឡុងហៅឈិនជាខ្លាំងដោយគាត់ក៏បានគិតថារឿងមួយប្រហែលជាមកពីបលាំងត្រាធិរាជនៃការបង្កើតនេះគឺមិនព្រមទទួលស្គាល់ឡុងហៅឈិនធ្វើជាម្ចាស់របស់គេពីព្រោះថាអំពីបលាំងត្រាធិរាជមួយនេះគឺមានភាគរយតិចណាស់ដែលវាកោះហៅនៅមនុស្សណាម្នាក់ដើម្បីធ្វើជាម្ចាស់របស់វាប៉ុន្តែយើងត្រឡេកមកមើលឡុងហៅឈិនវិញពេលនេះផងដែរគឺគាត់ទទួលបានជោគជ័យនៃការរួមបញ្ចូលថាមពលទាំងអស់នេះជាមួយនឹងថាមពលប្រលឹងរបស់គាត់រួចរាល់ហើយដោយគាត់បានទទួលនៅអារម្មណ៍នៃភាពស្ងប់ស្ងាត់វាគឺកំពុងតែរួមបញ្ចូលជាមួយនឹងដង្ហើមរបស់គាត់ហើយប៉ុន្តែថាមពលរបស់គាត់នៅពេលនេះគឺវាហាក់បីដូចជាកំពុងតែមិនសស្រួលនៅក្នុងចិត្តដែលវាកំពុងតែមានរឿងអ្វីមួយមិនសស្រួលគឺបានកើតឡើងនៅក្នុងរាងកាយរបស់គាត់ពីព្រោះថានៅពេលនេះការបំផន់គឺកំពុងតែជ្រាបចូលក៏ដូចជាធ្វើការវាយប្រហារទៅកាន់ថាមពលប្រលឹងរបស់គាត់ហើយចំណែកឯការស្មើស្មៃមួយនេះវិញគឺវាអត់មានព្រំដែននោះទេប៉ុន្តែនៅផ្នែកខាងក្នុងនៃថាមពលព្រលឹងរបស់គាត់វិញគឺវាពោពេញទៅដោយពន្លឺដូច្នេះហើយប្រហែលជាវានឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេហើយគ្រាន់តែគាត់និយាយមិនទាន់ចប់ផងភ្លាមនោះដែរយើងក៏បានឃើញថាមាននៅដុំថាមពលពីរគឺកំពុងតែធ្វើការប៉ះទង្គិចគ្នាដែលស្ថិតនៅក្នុងដែនថាមពលនៃពន្លឺរបស់គាត់ដោយអំណាចនៃដែនថាមពលនេះគឺមានមួយជារបស់គាត់ហើយមានមួយទៀតជារបស់ហាវយាប៉ុន្តែនៅពេលនេះថាមពលរបស់គាត់គឺវាមានការចាញ់ប្រៀបទៅកាន់ថាមពលរបស់ហាវយាដែលថាមពលរបស់ហាវយាហ្នឹងគឺមានពណ៌ស្វាយដោយឃើញដូច្នេះឡុងហៅឈិនគាត់ក៏បាននិយាយផងដែរថាតើនេះមែនទេគឺជាកម្លាំងពិតប្រាកដរបស់ហាវយាដែលធ្វើការប្រយុទ្ធប្រឆាំងក៏ដូចជាធ្វើការប្រកួតប្រជែងជាមួយនឹងកម្លាំងនៃបលាំងត្រាធិរាជដោយកម្លាំងទាំងពីរនេះវាគឺពិបាកក្នុងការទប់ទល់ខ្លាំងមែនទែនតើគាត់អាចជាប់នៅក្នុងការតេស្តសាកល្បងនេះដែរឬទេហើយប្រសិនបើរបស់ទាំងពីរនេះធ្វើការប្រៀបធៀបគ្នារវាងហាវយាជាមួយនឹងបលាំងត្រាធិរាជតើមួយណាមានសារៈសំខាន់ជាងដូច្នេះហើយខ្ញុំឡុងហៅឈិនគឺមិនអាចធ្វើខុសនៅគោលការណ៍របស់ខ្លួនឯងបាននោះទេប៉ុន្តែដោយសារតែខ្ញុំមានពេលតិចក្នុងការសម្រេចចិត្តដូច្នេះហើយខ្ញុំសុខចិត្តជ្រើសរើសយកហាវយាវិញប៉ុន្តែភ្លាមនឹងផងដែរយើងក៏បានឃើញផងដែរថាថាមពលទាំងពីរនេះវាគឺបានធ្វើការរួមបញ្ចូលគ្នាហើយមួយសន្ទុះក្រោយមកយើងក៏បានឃើញផងដែរថាបលាំងត្រានៃការបង្កើតមួយនេះវាក៏បានរួមបញ្ចូលគ្នាជាមួយនឹងឡុងហៅឈិនបន្តិចម្ដងផងដែរប៉ុន្តែការវាយប្រហារគ្នារវាងបលាំងត្រានៃការបង្កើតជាមួយនឹងកម្លាំងរបស់ហាវយាគឺវានៅតែប្រព្រឹត្តឡើងដដែលពីព្រោះថារវាងពួកគេទាំងពីរនាក់គឺមិនទាន់មាននរណាឈ្នះនរណាចាញ់នោះទេដោយសារតែកម្លាំងរបស់ពួកគេទាំងពីរនាក់គឺវាមានលក្ខណៈប្រហាក់ប្រហែលគ្នា
ដោយឃើញដូច្នេះឡុងស៊ីងអ៊ីគាត់ក៏បាននិយាយផងដែរថានៅពេលនេះឡុងហៅចិនតើអ្នកកំពុងតែធ្វើអ្វីប៉ុន្តែសាច់រឿងរបស់យើងក៏បានកាត់ទៅដល់4ថ្ងៃក្រោយដែលថ្ងៃនេះផងដែរយើងក៏បានឃើញថានៅទីបំផុតបល្ល័ង្កត្រាធិរាជមួយនេះក៏បានធ្វើការទទួលស្គាល់ឡុងហៅចិនធ្វើជាម្ចាស់របស់វាហើយគណៈពេលដែលវាទទួលស្គាល់ឡុងហៅចិនធ្វើជាម្ចាស់របស់វាហ្នឹងក៏មានពលឺពណ៌មាសជាច្រើនបានចែងចាំងពេញបរិវេណនោះផងដែរដោយឃើញដូច្នេះឡុងស៊ីងអ៊ីគាត់គឺពិតជាមានការរំភើបចិត្តខ្លាំងមែនទែនពីព្រោះថានៅទីបំផុតឡុងហៅចិនទទួលបានជោគជ័យហើយប៉ុន្តែទាំងអស់នេះគឺវាមិនងាយស្រួលនោះទេពីព្រោះថាបល្ល័ង្កត្រានៃការបង្កើតមួយនេះវាគឺទើបតែសាកល្បងនៅសមត្ថភាពរបស់ឡុងហៅចិនតែប៉ុណ្ណោះហើយដែលស្ថិតនៅក្រោមការធ្វើតេស្តរបស់បល្ល័ង្កត្រានៃការបង្កើតភ្លាមនោះដែរឡុងហៅចិនគឺហាក់បីដូចជាខ្លួនរបស់គាត់គឺស្ថិតនៅក្នុងបឹងទឹកក្តៅអញ្ចឹងហើយការត្រាំនៅក្នុងអាងទឹកនេះក៏បានធ្វើឲ្យរាងកាយរបស់គាត់ក៏ដូចជាកម្លាំងធម៌ពលរបស់គាត់គឺមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តែនៅពេលដែលគាត់បើកភ្នែកឡើងក៏បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថានៅពេលនេះគឺគាត់បានស្ថិតនៅក្នុងកណ្ដាលព្រៃទៅវិញចំណែកឯនៅក្នុងព្រៃនេះផងដែរវាគឺត្រូវបានបង្កើតឡើងដោយអំណាចនៃបល្ល័ង្កត្រានៃការបង្កើតហើយដែលឃើញថាព្រៃនេះវាគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនឡុងហៅចិនគាត់ក៏បានប្រើប្រាស់ស្លាបរបស់គាត់គឺហោះវាពេញនៃព្រៃនេះទាំងមូលប៉ុន្តែដោយមិនដឹងថាបល្ល័ង្កត្រានៃការបង្កើតនេះធ្វើការសាកល្បងអ្វីទៅកាន់ឡុងហៅចិនផងសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយបើសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងនៅក្នុងភាពបន្ទាប់នឹងទៅជាយ៉ាងណាសូមកុំភ្លេចតាមដានទស្សនាជាមួយខ្ញុំនៅវីដេអូក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ